សួរអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងបង្ហាញពីវិធីសាស្ត្រថ្មីមួយទៀតតាក់ទងទៅនឹងការបញ្ចូលទិន្នន័យឲ្យបានឆាប់រហ័សហើយងាយស្រួលអញ្ចឹងដំបូងឡើយយើងរៀបចំតារាងទិន្នន័យឲ្យបានរួចរាល់សិនមកណាយើងរៀបឲ្យបានរួចរាល់បន្ទាប់មកយើង select ទៅលើក្បាលតារាងចំពោះគ្រប់កន្លងទាំងអស់ដែលយើងត្រូវការបញ្ចូលទិន្នន័យបន្ទាប់ពីបញ្ចូល select ហើយយើងត្រូវមើល font ផងណាអញ្ចឹងការប្រើ shortcut key នេះយើងប្រើ font ជាភាសាអង់គ្លេសអញ្ចឹងយើង select ហើយយើងចុច Alt ហើយយើងបន្លែង key មកវិញយើងចុច D បន្លែង key មកវិញបន្ទាប់មកយើងចុចអក្សរ O ពេល load បានប៉ុណ្ណេះហើយយើងកុំបារម្ភអីយើងចុច OK បន្តទៀតមកអូខេអញ្ចឹងយើងមើលនៅក្នុងតារាងយើងមានអីលេខរៀងអូខេដូចនៅខាងលើណាឈ្មោះអូខេ page តួនាទីផ្នែកណានិងប្រាក់ខែអូខេអញ្ចឹងយើងបានប៉ុណ្្នឹងហើយបើយើងចង់បញ្ចូលជា format ជាភាសាខ្មែរយើងគ្រាន់តែចុច Shift L ខាងឆ្វេងដើម្បីដូរមក font ខ្មែរវិញមកបន្ទាប់មកយើងបង់លេខ1ណាលេខ1ឈ្មោះដាក់ឈ្មោះណា Page Pro តួនាទីជារដ្ឋបាលផ្នែករដ្ឋបាលនិងធនធានមនុស្សអូខេដាក់ខែឧទាហរណ៍ថា500ណាតោះមកខ្ញុំ enter អូខេឃើញព័ត៌មាន load ទៅអូខេខែ500ចូលឈ្មោះទី2យើងវាយលេខរៀងទី2មកឈ្មោះឲ្យគេសីរចនាឧទាហរណ៍ណាភេទស្រីតួនាទីកអ្នកន័យកផ្នែកហិរញ្ញវត្ថុណាប្រាក់ខែ450 enter មកអូខេទិន្នន័យយើងលោតចូលហើយទី3អញ្ចឹងយើងបញ្ចូលតទៀតមកជា import ភេទប្រុសតួនាទីជាអ្នកបើកបរឧទាហរណ៍ណាអ្នកបើកបរផ្នែកជាទូទៅផ្នែករថផ្នែកអ្នកបើកបរក៏ស្ថិតនៅក្នុងការគ្រប់គ្រងផ្នែករដ្ឋបាលដែរផ្នែករដ្ឋបាលនិងធនធានមនុស្សប្រាក់ខែឧទាហរណ៍300បន្ទាប់មក enter មកទៀតអូខេអញ្ចឹងយើងខ្វែងចោលអាហ្នឹងសិនអញ្ចឹងយើងមើលអូខេអញ្ចឹងនៅពេលយើងបញ្ចូលទិន្នន័យយើងមិនចាំបាច់ដាក់ cursor នៅទៅលើ column មួយហើយយើង scroll មកមុខចេះទេអញ្ចឹងវាចំណាយពេលយូរណាអញ្ចឹងសម្រាប់ទៅហើយមកតារាងនេះបន្តិចទេអូខេអញ្ចឹងវិធីនេះគឺជាវិធីសាស្ត្រខ្លីហើយយើងបញ្ចូលទៅលើ format តែមួយទេយើង enter មកគឺទិន្នន័យយើងចុះមករហូតបាទអរគុណច្រើនមានចំណុចអីអាចសួរបន្ថែមបាន